ពេលដែលតាមដានឲ្យស៊ីជម្រៅពាក់ព័ន្ធទៅនឹងប្រវត្តិរបស់ប្រាសាទវត្តភូដែលជាអតីតរាជធានីរបស់ខ្មែរតាំងពីសម័យនគរភ្នំរហូតដល់សម័យចេនឡាវាជារឿងដែលយើងគិតថាវាអស្ចារ្យមែនទែនសម្រាប់បុព្វបុរសខ្មែរយើងពីមុនមកណាឥឡូវមិនទាន់អស់ទេលោកអ្នកយើងទៅតរឿងនៃប្រាសាទវត្តភូបន្តទៀតខ្ញុំអត់មានឱកាសបានទៅទេប៉ុន្តែជាគោលដៅមួយដែលនឹងដាក់ថានឹងទៅឲ្យបានដើម្បីទៅឃើញនៅរឿងរ៉ាវដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើងនៅក្នុងទឹកដីនៃប្រាសាទភ្នំណាដែលស្តៀងទៅនឹងប្រាសាទព្រះវិហារដែរហើយបើមើលតាមផែនទីប្រាសាទវត្តភូគឺជាផ្លូវមួយដែលតភ្ជាប់ដំណើរមកកាន់ប្រាសាទព្រះវិហារហើយក៏ឆ្ពោះមកកាន់ទឹកដីនៃប្រាសាទអង្គររបស់យើងអញ្ចឹងយើងទៅតាមដានទាំងអស់គ្នាពេលដែលឆែកមើលទៅខ្ញុំមើលឃើញនៅសាលាចារឹកមួយនៅក្នុងចំណោមសាលាចារឹករហូតដល់ទៅ34ផ្ទាំងដែលគេបានធ្វើកំណាយរកឃើញនៅតំបន់ជុំវិញនៃប្រាសាទវត្តភូក៏ដូចជានៅខាងចម្ប៉ាសាក់ដែលជាអតីតទឹកដីខ្មែររបស់យើងពីមុនមកនៅក្នុងសម័យនគរភ្នំហើយនិងសម័យចេនឡាហ្នឹងមានសាលាចារឹកមួយដែលគេរកឃើញហើយក៏ជាផុសតាងមួយនៃកន្លែងកំណើតរបស់វប្បធម៌ខ្មែររបស់យើងនឹងឯងដែលគេឲ្យឈ្មោះសាលាចារឹកហ្នឹងគឺ K365 ហើយនៅក្នុងនោះគេបាននិយាយពីការប្រមូលនៅរឿងរ៉ាវជាច្រើនរយៈពេល8សតវត្សនៃប្រវត្តិសាស្ត្រខ្មែរតាំងពីព្រះបាទជ័យវរ្ម័នទី1ព្រះបាទយសោវរ្ម័នទី1ព្រះបាទសូរ្យវរ្ម័នទី2ហើយនិងព្រះបាទជ័យវរ្ម័នទី7ដែលបានបំលែងអាណាចក្រខ្មែរមកកាន់ជាព្រះពុទ្ធសាសនានឹងឯងវត្តភូគឺជាអតីតប្រាសាទបុរាណខ្មែរនៅលើទឹកដីឡាវសប្តាហ៍ថ្ងៃនេះតំបន់នោះគឺបានចាប់កំណើតតាំងពីសតវត្សទី5មកម្លេះលោកអ្នកហើយនៅក្នុងការសាងសង់ប្រាសាទហ្នឹងគឺចាប់ដើមពីសតវត្សទី10ហើយនិងដើមសតវត្សទី11ដំបូងគឺគេសាងសង់កន្លែងនោះគឺជាកន្លែងគោរពបូជាព្រះសិវៈនៅខាងសាសនាហិណ្ឌូសិនហើយក្រោយមកខ្មែរបុរាណបានប្រែក្លាយវត្តភូទៅជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនាបែបថេរវាទប្រាសាទវត្តភូនៅក្នុងទឹកដីឡាវសប្តាហ៍ថ្ងៃគឺជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរសម័យអង្គរដែលបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី1នៅក្នុងអំឡុងពាក់កណ្ដាលសតវត្សទី10ហើយស្ថិតនៅ